ក្រុមហ៊ុន Credit Euro Cambodia ដែលហៅកាត់ថា CBC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012ដោយមានការជ្រោមជ្រែងពីធនាគារជាតិនៃកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជានិងដំណើរការទីផ្សារឥណទានប្រកបដោយតម្លាភាព CBC ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃភាគទុននិកជាតិនិងអន្តរជាតិដែលជាក្រុមហ៊ុន Credit Euro Holding Cambodia Ltd និងក្រុមហ៊ុនអន្តរជាតិ Equifax Cambodia Holding Pte Limited ដើម្បីបង្កើតក្រុមហ៊ុនផ្ដល់សេវាចែករំលែកព័ត៌មានឥណទានឯកជនលំដាប់ពិភពលោកមួយក្នុងព្រះរាជាណាចក្រកម្ពុជា CBC ជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានចក្ខុវិស័យនិងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចដោយផ្ដោតសក្តានុពលដល់ដៃគូពាក់ព័ន្ធតាមរយៈប្រព័ន្ធអេកូទិន្នន័យប្រកបដោយនវានុវត្តន៍ ដើម្បីសម្រេចបាននៅចក្ខុវិស័យនេះ CBC បានបង្កើតនិងដាក់ឲ្យប្រើប្រាស់នៅប្រព័ន្ធចែករំលែកព័ត៌មានឥណទានដ៏មានប្រសិទ្ធភាពសុវត្ថិភាពនិងតម្លាភាពទន្ទឹមនឹងនេះ CBC ក៏បានបង្កើតសេវាកម្មវិភាគទិន្នន័យសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រើប្រាស់ដើម្បីសម្រួលដល់ប្រតិបត្តិការនិងការគ្រប់គ្រងហានិភ័យឥណទានឲ្យកាន់តែប្រសើរឡើងនិងមានប្រសិទ្ធភាព CBC បានដើរតួនាទីជាភ្នាក់ងារប្រមូលនិងចែករំលែកព័ត៌មានឥណទានយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាការទទួលបានព័ត៌មានឥណទានប្រកបដោយទំនុកចិត្តនិងគ្រប់ជ្រុងជ្រោយជួយឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានលទ្ធភាពវាស់វែងហានិភ័យឥណទានបានកាន់តែងាយស្រួលលទ្ធភាពក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងគ្រឹះស្ថាននិងអតិថិជនដែលជាហេតុធ្វើឲ្យ CBC ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាទាំងមូល CBC បានបង្កើតសេវាកម្មនិងដំណោះស្រាយសម្រាប់អតិថិជននិងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនរួមមានរបាយការណ៍ឥណទានឯកតបុគ្គលរបាយការណ៍ឥណទាននិត្តបុគ្គលពិន្ទុឥណទាន K-score របាយការណ៍ឥណទានឆ្លងដែនសេវាវិភាគទិន្នន័យផែនទីហានិភ័យឥណទានសេវាត្រួតពិនិត្យឥណទានសេវាតាមដានឥណទានកម្មវិធីទូរស័ព្ទ CBC ដែលអាចឲ្យសាធារណជនពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួននិងទាញយករបាយការណ៍ឥណទានផ្ទាល់ខ្លួនកាន់តែងាយស្រួលសេវាផ្ទៀងផ្ទាត់អចលនទ្រព្យ Digital CBC បានចាប់ផ្ដើមជាមួយគ្រឹះស្ថានសមាជិកចំនួន51ហើយបច្ចុប្បន្នក្រុមហ៊ុនមានចំនួនសមាជិកកើនឡើងជាបន្តបន្ទាប់ក្រុមហ៊ុនមានព័ត៌មានអតិថិជនចំនួន8លាននាក់ដែលស្មើនឹង 72% នៃចំនួនប្រជាជនពេញវ័យក្នុងប្រទេសកម្ពុជាយើងមានមោទនភាពដែលបានដំណើរការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេល12ឆ្នាំកន្លងមកនេះដោយមានការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យធនាគារនិងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាភាពជោគជ័យនេះបានមកពីការគាំទ្រយ៉ាងសកម្មពីសមាជិកដែលជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងមានការគាំទ្រចម្បងពីសំណាក់ធនាគារជាតិនៃកម្ពុជាផងដែរក្រោមការណែនាំពីសំណាក់ក្រមប្រឹក្សាភិបាលយើងបានដាក់ចេញនូវយុទ្ធសាស្ត្រការរំដោះដោយផ្ដោតការយកចិត្តទុកដាក់ទាក់ទងទៅនឹងចំណុចកណ្ដឹងចំនួន6សំខាន់គឺទី1ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន 2. ការពង្រឹងសក្តានុពលរបស់សមាជិកក្នុងការគ្រប់គ្រងឥណទានប្រកបដោយការទទួលខុសត្រូវ ទី 3 ការចូលរួមរបស់បុគ្គលិកតាមរយៈនវានុវត្តន៍ថ្មីៗរបស់យើង 4. ការធ្វើពិពិធកម្មទាក់ទងទៅនឹងដំណោះស្រាយថ្មីៗតាមរយៈប្រព័ន្ធទិន្នន័យដ៏សម្បូរបែបរបស់យើង 5. ការជំរុញឲ្យមាននៅបដិវត្តកម្ម Digital ដើម្បីជំរុញឲ្យមាននវានុវត្តន៍ថ្មីៗកើតឡើងនៅក្នុងវិស័យ 6. ការការពារសុវត្ថិភាពទិន្នន័យនិងឯកជនភាពរបស់អតិថិជនផងយើង បច្ចុប្បន្ន CBC បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរួមមានសិក្ខាសាលាជាមួយសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តនានាដើម្បីកសាងភាពធន់ផ្នែកហិរញ្ញវត្ថុសម្រាប់យុវជនចូលរួមជាមួយវិស័យនិងសមាគមក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុកិច្ចសហប្រតិបត្តិការរវាង CBC និងសាកលវិទ្យាល័យធំៗចំនួន2ក្នុងប្រទេស
តាមរយៈអាហារូបករណ៍និងបង្កើតជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនាគតកម្ពុជាការចូលរួមលើកកម្ពស់និងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុដ៏រឹងមាំមួយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ CBC បដិញ្ញាចិត្តក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងដៃគូពាក់ព័ន្ធដើម្បីសម្រួលដល់ការសម្រេចចិត្តធុរកិច្ចបែប Digital សម្ដៅជំរុញបរិយាបន្ននិងស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា